សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin នឹងមកបន្តសាច់រឿង Tom and Ford and God ចូលមកកាន់ភាគទី4នេះមកយើងបានឃើញថានៅពេលដែលច័ន្ទណានបើកទ្វារចូលទៅដល់ផ្ទះមួយហ្នឹងស្រាប់តែបានឃើញមនុស្សជាច្រើនបានសម្លឹងមកគាត់ដល់គាត់មើលទៅពួកមនុស្សហ្នឹងអត់ស្រួលគាត់រៀបនឹងចាក់ចេញទៅហើយស្រាប់តែមានបុរសម្នាក់មកហៅគាត់ឲ្យស្នាក់នៅកន្លែងហ្នឹងមកយប់សិនទៅប៉ុន្តែច័ន្ទណានគាត់ក៏បានបដិសេធរួចបុរសម្នាក់ហ្នឹងក៏និយាយទៀតថាមើលទៅស្ថានភាពរបស់ព្រះនាងម្ចាស់ហ្នឹងអត់សូវស្រួលទេអញ្ចឹងទៅឲ្យស្នាក់នៅកន្លែងហ្នឹងមកយប់សិនទៅព្រោះនៅក្រៅភ្លៀងផងអីផងប្រយ័ត្នកាន់តែធ្ងន់លើសដើមហើយបុរសម្នាក់ហ្នឹងក៏ហៅកូនចៅរបស់គាត់ឲ្យនាំច័ន្ទណានទៅបន្ទប់បើយើងមើលទៅទឹកមុខគាត់វិញក៏ដឹងថាមិនមែនជាមនុស្សល្អដែរបន្ទាប់មកពួកគេទាំងអស់គ្នាហ្នឹងក៏ចាប់ដើមរៀបចំគម្រោងទៅកម្ចាត់ដើម្បីយកនៅព្រួញទឹកមកនៅពេលដែលពួកគេកំពុងនិយាយគ្នាទៀតហ្នឹងម្នាក់ស្រីនោះក៏បានថាឥឡូវទៅឲ្យនាងទៅព្រោះព្រះនាងម្ចាស់ហ្នឹងឥឡូវកំពុងឈឺអត់មានកម្លាំងអាចវាយគ្នាបានទៀតទេហើយនៅសល់តែម្នាក់ប្រុសហ្នឹងទុកឲ្យនាងចាត់ការវិញគឺនាងចង់ទៅសម្រាប់ច័ន្ទណាហ្នឹងដោយអត់ប្រើកម្លាំងបាយដោយតាក់ទាញសម្រស់របស់នាងកាត់មកនៅក្នុងបន្ទប់ច័ន្ទណានវិញគាត់ក៏អង្គុយគិតព្រះនាងម្ចាស់ហ្នឹងកើតអីបានជាស្លាប់យូរអត់ទាន់ភ្ញាក់មកវិញទៀតគាត់គិតថាមិនស្រួលព្រះនាងម្ចាស់ហ្នឹងត្រូវរបួសនៅកន្លែងណាមួយហើយគាត់រៀបនឹងទៅដោះក្អៅព្រះនាងម្ចាស់ហ្នឹងហើយស្រាប់តែពេលហ្នឹងអាកូននេះដងហ្នឹងវាក៏បានដើរចូលមកដល់ឃើញអញ្ចឹងវាក៏ស្ដីឲ្យច័ន្ទណានថាច័ន្ទណានហ្នឹងជាព្រានារីជ្រាបឱកាសនៅពេលដែលព្រះនាងម្ចាស់ហ្នឹងស្លាប់ចង់ធ្វើអីនាងច័ន្ទណានក៏សួរទៅកូននេះដងហ្នឹងថាឯងទៅណាបាត់យូរម៉េចស្មានហ្នឹងទៅមកហើយអាកូននេះដងហ្នឹងក៏និយាយទៅវិញថាវាបានស្ដាប់ឮមនុស្សដែលនៅខាងក្រកំពុងតែរៀបចំផែនការដើម្បីសម្រាប់ពួកគេយកព្រួញទឹកហ្នឹងហើយវានិយាយឲ្យច័ន្ទណានឲ្យរៀបចំខ្លួនឲ្យហើយទៅឆាប់ចាក់ចេញពីកន្លែងហ្នឹងច័ន្ទណានក៏តបវិញថាពួកគេបានរៀបចំផែនការអស់ហើយអញ្ចឹងវាមិនស្រួលទេក្នុងការរត់គេចព្រោះពួកគេតាមគ្រោះមើលយើងហើយតែសម្រាប់គាត់វិញរត់គេចវាមិនពិបាកណាស់ណាតែអ្វីដែលពិបាកគឺព្រះនាងម្ចាស់ហ្នឹងកំពុងតែស្លាប់អញ្ចឹងទៅវាគឺពិបាកក្នុងការរត់គេចព្រោះគាត់ត្រូវស្ពាយព្រះនាងម្ចាស់ទៅផងព្រួញទៅផងរត់គេចវាពិបាកខ្លាំងហើយគាត់ក៏អង្គុយគិតមកស្ទុះហើយក៏ដើររៀបនឹងទៅចាក់ចេញព្រោះគាត់គិតថាឋានៈរបស់ព្រះនាងម្ចាស់ហ្នឹងវាខ្ពស់អញ្ចឹងហើយប្រហែលពួកហ្នឹងវាអត់សូវហ៊ានធ្វើឲ្យដាក់ព្រះនាងម្ចាស់ឯកូននេះដងហ្នឹងក៏វាប្រាប់ច័ន្ទណានថាគាត់នឹងដាច់ចិត្តទៅចោលព្រះនាងម្ចាស់ដែរមើលព្រះនាងម្ចាស់ហ្នឹងឥឡូវកំពុងទុនសោយអត់មានកម្លាំងអីផងរួចគាត់ក៏បិទទ្វារវិញទៅពេលហ្នឹងព្រះនាងម្ចាស់ក៏ងើបឡើងវិញហើយសួរទៅច័ន្ទណានថាមិនបានគាត់អត់ចាក់ចេញតាមពិតនាងភ្ញាក់យូរហើយតែធ្វើស្លាប់ហើយច័ន្ទណានហ្នឹងក៏និយាយបែបពិឈឺទៅព្រះនាងម្ចាស់ហ្នឹងវិញថាក្នុងនាមគាត់ជាគ្រូអញ្ចឹងគាត់ត្រូវទទួលខុសត្រូវលើនាងច័ន្ទណានគាត់ក៏បន្ថែមវាថាកុំឲ្យព្រះនាងម្ចាស់ហ្នឹងគិតច្រើនអីនៅពេលដែលពួកគេចាក់ចេញពីកន្លែងហ្នឹងហើយនាងចង់ទៅកន្លែងណាទៅគាត់អត់ខ្វល់ទេពួកគេបែងចែកផ្លូវគ្នាហើយព្រះនាងម្ចាស់ហ្នឹងក៏និយាយទៅកាន់ច័ន្ទណានថាឥឡូវនាងសុំវល់បានអត់នាងសុំវល់ឲ្យច័ន្ទណានហ្នឹងនាំព្រួញទឹកពុតកិច្ចខ្លួនចេញពីកន្លែងហ្នឹងហើយយកព្រួញទឹកហ្នឹងទៅកាន់នគរដងឈូដែលជានគររបស់នាងព្រោះព្រួញទឹកហ្នឹងគឺជារបស់ស័ក្តិសិទ្ធិរបស់រាជវង្សរបស់នាងនិយាយទៀតថានគររបស់នាងអត់អាចបាត់បង់នៅព្រួញទឹកហ្នឹងបានទេហើយនាងនឹងរារាំងពួកគេទាំងអស់ហ្នឹងហើយឲ្យច័ន្ទណានរត់គេចរួចច័ន្ទណានក៏បានសួរទៅព្រះនាងម្ចាស់វិញថាតើនាងដឹងអត់ហេតុអីបានជាព្រួញទឹកហ្នឹងបានស្ថិតនៅក្នុងនគររបស់នាងព្រះនាងម្ចាស់ហ្នឹងបាននិយាយប្រាប់ថាកាលពីរាប់ពាន់ឆ្នាំមុនគាត់និយាយបានអញ្ចឹងនាងក៏បានដួលស្លាប់ទៀតទៅបន្ទាប់មកអាកូននេះដងហ្នឹងក៏បានយកនៅផ្កាឈូកភ្លើងដែលមានអាយុពាន់ឆ្នាំយកមកឲ្យច័ន្ទណានព្រោះផ្កាឈូកភ្លើងហ្នឹងវាអាចជួយព្យាបាលរបួសបានច័ន្ទណានក៏បានបេះស្លឹកផ្កាឈូកភ្លើងហ្នឹងមកដាក់ចូលមាត់របស់ព្រះនាងម្ចាស់ហើយវាក៏បានផលមែនគាត់ដាក់ចូលបានមួយផ្លែតព្រះនាងម្ចាស់ហ្នឹងក៏បានងើបឡើងនឹងដូចមានកម្លាំងពេញអញ្ចឹងនាងបានស្ដីឲ្យច័ន្ទណានថាគាត់ហ្នឹងបានបញ្ចុកអីចូលមាត់នាងបានធ្វើឲ្យនាងហ្នឹងក្តៅពេញខ្លួនអញ្ចឹងច័ន្ទណានក៏ឆ្លើយទៅវិញថាគឺជាការឈូកភ្លើងដល់លឺអញ្ចឹងនាងក៏និយាយថាចប់ហើយអញ្ចឹងមានតែជំរឿចុងក្រោយនាងក៏បានទៅអង្គុយតាំងសមាធិប្រមូលផ្ដុំនៅធម្មពលតែនៅតែអត់បានការហើយវាបានធ្វើឲ្យព្រះនាងម្ចាស់ហ្នឹងកាន់តែក្តៅទៅពេញខ្លួនដោយអត់ដឹងធ្វើម៉េចទៀតនាងក៏សុំវល់ច័ន្ទណានឲ្យនាងហ្នឹងស្រូបយកកម្លាំងធាតុរបស់គាត់តែវិជាដែលនាងប្រើស្រូបកម្លាំងធាតុអ្នកដតីហ្នឹងគឺជាដែលគ្រូរបស់ព្រះនាងម្ចាស់ហ្នឹងបង្រៀនឲ្យនាងច័ន្ទណានក៏បានបដិសេធថាអត់ទេតែព្រះនាងម្ចាស់នៅតែសុំវល់ហ្នឹងព្រោះថាបើសិនជានាងអត់ស្រូបកម្លាំងធាតុច័ន្ទណានទេខ្លួនរបស់នាងហ្នឹងកាន់តែក្តៅទៅរហូតដល់អាលាយហ្មង
មកស្រាប់តែពេលនោះស្រាប់តែមានណាគេមកគោះទ្វារសួរចាន់ណានរួចគាត់ក៏បានចុចជីបចោឲ្យព្រះនាងម្ចាស់នៅស្ងៀមមកកន្លែងនៅពេលដែលចាន់ណានបើកទ្វារនារីម្នាក់ហ្នឹងក៏បានមកលអាយធំចាន់ណានហើយនិយាយថាយប់នេះព្រះច័ន្ទស្អាតណាស់តើពួកយើងអាចញ៉ាំតែជាមួយគ្នាបានអត់ញ៉ាំបដាមើលព្រះច័ន្ទបដាចាន់ណានខ្លួនគាត់ក៏ដឹងដែរថាម្នាក់ស្រីហ្នឹងមកហ្នឹងមិនមែនគោអំណងអយប៉ុន្តែគាត់ចង់ធ្វើបាបម្នាក់ស្រីហ្នឹងវិញបន្ទាប់មកម្នាក់ស្រីហ្នឹងក៏បានចាក់តែឲ្យចាន់ណានហើយចាន់ណានក៏បានស្នើសុំឲ្យនេះហ្នឹងក្រោមឲ្យគាត់មើលបានអត់គាត់ឲ្យរំហ្នឹងដើម្បីបន្លំភ្នែកម្នាក់ស្រីហ្នឹងទេហើយគាត់ក៏បានចាក់តែហ្នឹងព្រោះនៅក្នុងតែហ្នឹងគឺមានជាតិពឹសរួចគាត់ក៏ទៅកាន់ដៃម្នាក់ស្រីហ្នឹងរំជាមួយគ្នាទៅនៅពេលដែលពួកគេរំចប់ភ្លាមម្នាក់ស្រីហ្នឹងរៀបហ្នឹងទៅចាក់តែឲ្យចាន់ណានទៀតហ្នឹងតែចាន់ណានហ្នឹងក៏បានចាប់ដៃជាប់ហើយក៏ធ្វើឲ្យប៉ាន់តែហ្នឹងវាឈូបែកម្នាក់ស្រីហ្នឹងដល់ឃើញអញ្ចឹងនាងក៏បានសុំចាន់ណានហ្នឹងចេញក្រៅដើម្បីទៅយកតែថ្មីមកឲ្យនៅពេលដែលនារីម្នាក់ហ្នឹងដើរចោះក្រោមពួកអាចកអាចែមហ្នឹងវាបាននិយាយឌឺថាហេអូនស្រីអាបើខ្លួនឯងអត់អាចបង្ក្រាបអាមួយហ្នឹងបានទេទុកឲ្យបងឡើងទៅតែម្នាក់ស្រីហ្នឹងក៏ស្ដីទៅពួកគេថាឲ្យបិទមាត់ទៅអាប៉ែម្នាក់ហ្នឹងទុកឲ្យនាងចាត់ការកាត់មកមើលទស្សនវិជ្ជាខាងក្រៅវិញម្ដងនៅពេលដែលអ្នកយាមពីរនាក់ហ្នឹងគាត់កំពុងដើរពិនិត្យមើលហ្នឹងស្រាប់តែមានអ្វីម្យ៉ាងបាញ់មកចំពួកគេទាំងពីរនាក់ហ្នឹងឲ្យដួលបន្ទាប់មកនៅពេលដែលម្នាក់ដៃហ្នឹងគាត់ដើរទៅបើកទ្វារស្រាប់តែបានឃើញចាន់ណាហើយនាងរៀបនឹងទៅបើកមើលកន្លែងដេកហ្នឹងតែស្រាប់តែពេលហ្នឹងចាន់ណានក៏មកពីក្រោយហើយយកកវ៉ាត់ជង្គករបស់នាងរួចម្នាក់ស្រីហ្នឹងក៏បានគប់អាវុធសម្ងាត់ទៅចាន់ណានហើយពួកគេក៏បានបើកការវាយប្រហារគ្នារហូតខ្ទាតទៅលើខែហើយចាន់ណានក៏បានចាប់រឹតម្នាក់ស្រីហ្នឹងជាប់ពេលហ្នឹងព្រះនាងម្ចាស់ UR របស់យើងហ្នឹងក៏បាននិយាយថាបងស្រីឈូយូដោយដឹងថាម្នាក់ស្រីហ្នឹងគឺជាបងស្រីរបស់ព្រះនាងម្ចាស់ UR អញ្ចឹងពួកគេក៏បានមកនិយាយគ្នាព្រះនាងម្ចាស់ UR ហ្នឹងក៏បានស្ដីទៅឲ្យចាន់ណានថាចាន់ណានហ្នឹងមិនហ៊ានធ្វើបាបបងស្រីរបស់នាងចាន់ណានហ្នឹងថាគាត់មានដឹងថាបងស្រីរបស់ព្រះនាងម្ចាស់ UR ហ្នឹងបំឡំខ្លួនមកជួយសង្គ្រោះនាងណាអញ្ចឹងហើយបានគាត់ធ្វើល្បិចចាប់ម្នាក់ស្រីហ្នឹងឲ្យព្រះនាងម្ចាស់ UR ហ្នឹងស្រូបយកកម្លាំងធាតុចាន់ណានបាននិយាយថាឥឡូវហ្នឹងឲ្យព្រះនាងម្ចាស់ហ្នឹងស្រូបយកកម្លាំងធាតុបងស្រីរបស់នាងទៅប៉ុន្តែបងស្រីរបស់នាងក៏បានបដិសេធចាន់ណានក៏ស្ដីឲ្យវិញថាធ្វើបងស្រីក៏ចិត្តកំណាញ់ណាគាត់ថាកម្លាំងធាតុតិចតួចសោះដល់ឲ្យបងស្រីសោបរួចបងស្រីរបស់ព្រះនាងម្ចាស់ហ្នឹងក៏បានប្រាប់ថាពួកគេទាំងពីរនាក់គឺវឹកហាត់ខុសគ្នាអញ្ចឹងហើយពួកគេអាចរួមបញ្ចូលថាមពលតែមួយបានទេហើយឥឡូវហ្នឹងមានថាចាន់ណាងមួយដែលអាចឲ្យព្រះនាងម្ចាស់ហ្នឹងសោបនៅកម្លាំងធាតុបានដោយអស់ជំរឿសគាត់ក៏យល់ព្រមទៅប៉ុន្តែមុននឹងគាត់យល់ព្រមហ្នឹងគាត់ស្នើសុំឲ្យព្រះនាងម្ចាស់ហ្នឹងអត់ឲ្យសោបយកកម្លាំងធាតុគាត់ច្រើនទេឲ្យស្រូបតែបន្តិចបានហើយបន្ទាប់មកព្រះនាងម្ចាស់ហ្នឹងក៏បានចាប់ផ្ដើមស្រូបនៅកម្លាំងធាតុរបស់ចាន់ណាស្រូបយូរទៅស្រាប់តែស្រូបកម្លាំងធាតុរបស់ចាន់ណាហ្នឹងច្រើនទៅរហូតដល់ចាន់ណាហ្នឹងប្រាប់ថាឲ្យឈប់ទៅស្រូបនឹងច្រើនហើយប៉ុន្តែព្រះនាងម្ចាស់ហ្នឹងក៏និយាយវិញថាមែននាងអត់ចង់ឈប់ទេនាងអត់អាចប្រឈប់បានដោយសារតែវាស្រូបយូរទៅវាស្រូបអូតូហ្មងនាងប្រឈប់អត់កើតយើងមកមើលពួកមនុស្សដែលនៅខាងក្រោមវិញពេលហ្នឹងក៏មានបរិមម្នាក់បើកទ្វារមកហើយប្រាប់ដល់ពួកគេថាមានរឿងធំហើយម្នាក់ស្រីដែលយកតែឲ្យចាន់ណានពីមុនហ្នឹងឥឡូវហ្នឹងត្រូវបានណាគេវាយដេកនឹងដីបាត់ហើយគ្រាន់តែលឺអញ្ចឹងព្រាមពួកគេក៏ចាប់ផ្ដើមបុកទៅបន្ទប់ចាន់ណានប៉ុន្តែត្រូវបានបងស្រីព្រះនាងម្ចាស់នៅពេលដែលបងស្រីព្រះនាងម្ចាស់ហ្នឹងទប់ទល់ជាមួយពួកអ្នកនៅខាងក្រោមក៏មានបរិមម្នាក់ចូលមកដល់បន្ទប់ចាន់ណានហើយក៏បានយកនៅព្រួញទឹកហ្នឹងមកកាន់តែត្រូវបានអាកូននេះដងហ្នឹងហក់ធាក់ហើយវាក៏ដណ្ដើមព្រួញទឹកហ្នឹងមកវិញបានហើយវាក៏រត់ពេញនឹងឲ្យអាប៉ែម៉ាប់មួយហ្នឹងរត់ដេញតាមវានៅពេលដែលព្រះនាងម្ចាស់ស្រូបធម៌ពលរបស់ចាន់ណានយូរទៅស្រាប់តែមានធម៌ពលពណ៌សអ្វីម្យ៉ាងចេញពីក្នុងខ្លួនរបស់ចាន់ណានហើយចាន់ណានក៏បាននិយាយថាធម៌ពលពណ៌សនេះមើលទៅមិនជាធម៌ពលរបស់គេហ្នឹងហើយអ្នកទាំងអស់គ្នាភាគទី4នេះមានតែប៉ុណ្្នឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Subscribe Like Comment ម្នាក់មួយផងណា